បាទសួស្តីអ្នកទាំងអស់គ្នាបាទអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបប្រើប្រាស់កម្មវិធីដើម្បីធ្វើការបញ្ចូលផ្ទុកបាទអញ្ចឹងកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងកម្មវិធី Microsoft Access បាទអញ្ចឹងដើម្បីប្រើប្រាស់គឺយើងមាន user របស់យើងដូចជា password ដើម្បីចូលដំណើរការបាទអញ្ចឹងមុខងារថ្មីដែលខ្ញុំធ្វើការបង្ហាញនេះគឺទាក់ទងទៅនឹងការរៀបចំបន្ទុកអញ្ចឹងនៅពេលដែលយើងចុចទាំងនឹងមកគឺយើងនឹងឃើញបាទ form មួយទាក់ទងទៅនឹងបន្ទុករបស់យើងបាទយើងត្រូវរើសខែបាទឧទាហរណ៍ខែ7ហ្នឹងចុះបាទគេជឿរើសឬក៏យើងចុច double click ក៏បានដែរកន្លែងនេះ setting យើងកំណត់ខែគឺ auto មិនចាំបាច់ដូរទេបាទបន្ទុកបាទនេះគឺយើងត្រូវបញ្ចូលបន្ទុកនៅក្នុងហ្នឹងបាទតាមមុខវិជ្ជាតាមឈ្មោះសិស្សអញ្ចឹងឧទាហរណ៍ថាសិស្សអត់ទាន់មានបាទអត់ទាន់មានឈ្មោះតើយើងធ្វើមិនដើម្បីចូលឈ្មោះសិស្សបាទអញ្ចឹងឧទាហរណ៍ថាឥឡូវជំនាញទី1ខ្ញុំបានដាក់ចូលហើយបាទជំនាញទី2បាទសិស្សជំនាញទី2ក៏ខ្ញុំបានដាក់ចូលហើយដែរអញ្ចឹងបើសិនជាសិស្សរបស់យើងអត់ទាន់បានបញ្ចូលឈ្មោះខាងនោះទេឥឡូវឧទាហរណ៍ថាខ្ញុំលុបឈ្មោះចោលបាទអញ្ចឹងជាទូទៅគឺវាអត់ទាន់មានឈ្មោះសិស្សមកទេណាគឺវាចេញមានតែមួយជួរក្រោមសស្គូសចឹងមកបាទយើងត្រូវចុចអាពណ៌លឿងកន្លែងនេះបាទចុចមកវាចេញផ្ទាំងមួយបាទបាទអញ្ចឹងនៅពេលដែលចេញផ្ទាំងមួយបែបហ្នឹងគឺយើងត្រូវចុច select all មកចុចមក click មកបាទហ្នឹងបាទចុចមក click ហើយយើងធ្វើការបិទផ្ទាំងហ្នឹងហើយបើកវិញមកបាទចំនួនសិស្សនឹងចូលមកទាំងអស់បាទចូលមកហើយបាទអូខេបាទអញ្ចឹងយើងធ្វើការបញ្ចូលទៅបន្ទុកទៅបាទអាហ្នឹងចូលទៅបន្ទុកទៅបាទបាទមកទៀតណាបាទធ្វើការចូលបន្ទុកឧទាហរណ៍តែម្នាក់នេះមានបន្ទុកស្មើគ្នាបាទអញ្ចឹងយើងមកមើលតារាងចំណាត់ថ្នាក់បាទអញ្ចឹងមានតារាងចំណាត់ថ្នាក់នៅក្នុងនេះតែម្ដងយើងបញ្ចូលបានប៉ុណ្ណឹងគឺមានចំណាត់ថ្នាក់ប៉ុណ្នេះហើយកណ្ដាប់នេះគឺអត់មានចំណាត់ថ្នាក់ទេបាទមួយទៀតបញ្ជីបន្ទុកតទៅពីយើងបញ្ចូលបន្ទុករួចយើងមានបញ្ជីបន្ទុកមួយសម្រាប់បិទទៅបញ្ជីបាទយើងមានបន្ទុកតាមមុខបញ្ជីហើយយើងមានក្រុមជុំទៀតនៅថ្នាក់ទេហ្នឹងមកហើយជើងក្រោមគឺយើងមានបាទបូកសរុបកន្លែងនេះជាប់មកធ្លាក់មកភាគរយមានស្រេចបាទតទៅទៀតយើងមានរបាយការណ៍បាទអញ្ចឹងនៅក្នុងនេះរបាយការណ៍វា error ចេញខុសប្រក្រតីនេះដោយសារយើងអត់ទាន់ដាក់បន្ទុកមុខជាភាសាខ្មែរនិងគណិតគ្រប់តែយើងអាចមើលខែផ្សេងបានឧទាហរណ៍ថាខែ6យើងបានដាក់ខ្មែរគណិតគ្រប់អញ្ចឹងនៅក្នុងរបាយការណ៍នេះនៅក្នុងរបាយការណ៍នេះវាចេញព័ត៌មានមកគ្រប់យើងអាចមើលទិន្នន័យគ្រប់អញ្ចឹងយើងអាចចូលរំលងបានទេបើសិនជាមុខជាណាដែលយើងត្រូវប្រឡងតទៅទៀតយើងមានលិខិតសរសើរនេះយើងមានចំនួន5ចាប់ពីលេខ1រហូតដល់លេខ5បើករណីស្ទូនឧទាហរណ៍ថានៅក្នុងខែ7បាទនៅក្នុងខែ7នេះអញ្ចឹងចំណាត់ថ្នាក់របស់យើងមានស្ទូនឬក៏លេខ5មាន2នាក់អញ្ចឹងបើសិនជាមានស្ទូននៅក្នុងនេះក៏អ្នកដែលបានលេខ5ហ្នឹងគឺមាន2នាក់ដែរក្នុងហ្នឹងបាទហើយមួយទៀតយើងមានតារាងកិត្តិយសឧទាហរណ៍ថានៅក្នុងខែ7នេះអញ្ចឹងយើងចុចកន្លែងសញ្ញានេះមកដើម្បីមើលតារាងកិត្តិយសចឹងតារាងកិត្តិយសយើងមានជារូបភាពថតហ្នឹងហើយជាមួយនឹងឈ្មោះជាសម្បត្តិបែបនេះបាទជាតារាងកិត្តិយសរបស់យើងអញ្ចឹងនេះមានលេខស្ទូនលេខ5 2នាក់ហ្នឹងបើសិនជាមានលេខ5 3នាក់យើងព្យាយាមដាក់កុំឲ្យវាស្ទូនច្រើនពេកបាទត្រឹម6នាក់អីបានបាទយើងកែឬក៏យើងប្រឡងទៅក្រិតទៅបានតាក់ទងកន្លែងនេះគឺមានប៉ុណ្ណឹងបាទយើងចង់មើលខែណាយើងរើសខែហ្នឹងមកដល់ខែ6តារាងកិត្តិយសខែ6គឺយើងមានរូបថតហើយយើងមានឈ្មោះយើងយកទៅបិទតែម្ដងបាទអរគុណអញ្ចឹងនៅក្នុងនោះមានប៉ុណ្្នឹងទេ